សិននេះគាត់លេងគាត់ថាយកទៅលេងតែហ្គេមអីតិចតួចទេហើយមិនសូវធ្វើអីច្រើនណាស់យ៉ាងណាមើលពីច្រើនណាភ្ញៀវដែលវាមិនសិនល្អយកទៅអត់ដឹងធ្វើអីទេគាត់យកទៅទុកមើលអីតែពេលចឹងឆ្ងល់ដែរពេលចឹងផបយើងក៏ខសៀម850នៅខ្មែរចឹងខ្ញុំឃើញគ្នាយើងច្រឡំហៅតែក្រសែពាក្យគេខសែទេចេះតែហៅក្រសែតាមគ្នាហើយជំរាបសួរបងវីដេអូនេះចង់ធ្វើការបង្ហាញ PCB មួយគ្រឿងដែល PCB ហ្នឹងដែរយើងមានទាំង component សេរីខ្ពស់ហើយសំខាន់ component មួយគឺសិតតែស្អាតទៀតហើយវារៀងទំនើបបងចង់ថាមានគេខ្លះមើលខ្ញុំអត់គ្នាមកយើងមើលទៅវារៀងសាមញ្ញតែ cache ច្រងធម្មតាប៉ុន្តែថ្ងៃនេះខ្ញុំប្រើសិតតែ brand ទាំងអស់ដូច cache ថ្ងៃហ្នឹងដែរយើងប្រើជាមួយនឹង Hi-T 80តែខ្លះ Hi-T នៅស្រុកគេហៅ Hi-Fi 40អីចឹងទៅ cache នេះវាស្រួលតង់ថានិយាយទៅចំណាំមើលបង cache Hi-T ពេលដាក់មកវាមានvertical mouse ណាវាធ្វើឲ្យ graphic យើងបញ្ឈរផ្សេងយើងប្រើ graphic ស្អាតទេដាក់ទៅត្រូវម៉ាច់មក graphic កាត់ក៏ប្រើជាមួយ graphic 40 Ti របស់ Top Gaming សម្រាប់ Top Gaming ដែរ40 Ti ហ្នឹងមាន VRAM 8GB នេះជា GDDR6 វាមាន Aura Sim ដែរយើងប្រើជាមួយនឹង Americ Cat ជាមួយនឹងដូរភ្លើងនោះឯងគឺវាស្រួលមែនតើ CPU ហ្នឹងដែរយើងប្រើ Core Ultra Fine នឹងបាត់ប្រអប់តាណាហ្នឹងមកបាច់មើលប្រអប់ក៏បានដែរដោយសារ Core Ultra Fine ហ្នឹងយើងប្រើជាមួយនឹង board សេរីថ្មីប្រើសេរី board 7890 Pro Wi-Fi មករបបហើយជាប្រភេទ board សម្រាប់ផជាមួយ CPU Ultra ប្រើ Ultra 5 Ultra 9 Ultra 7នេះក៏បានដែរហើយសម្រាប់ Ultra ហ្នឹងយើងប្រើ CPU Ultra 5 243K ហើយសម្រាប់ board ហ្នឹងដែរវាទំនើបផងថាបងមើលខាងក្រោយ board ទូទៅខាងក្រោយយើងមាន USB 3ចាំតែនេះគឺមកជាមួយនឹង USB 3ទាំងអស់ 3.0 អស់ហើយមានជាមួយនឹង Type C 2 port ទៀតខាងលើក៏បងមានជាមួយ DP ហើយជាមួយ HDMI តែយើងប្រើតែអាហ្នឹងយើងប្រើនៅលើ VGA តែអាហ្នឹងយើងទុកចោលទៅហើយសម្រាប់ដូច Wi-Fi វិញវាមានតែដូចសេរីចាស់មកយើងពេលច្រើនវាយើងប្រើមូប៉ុន្តែអានេះអត់ទេគ្រាន់តែដាក់ទៅវាថាដូចកឹបមកដូចអាសេរី board Oro ថ្ងៃមុនស្រាប់ RAM ហ្នឹងដែរអានថា RAM ហ្នឹងយើងប្រើ G Skill ប៉ុន្តែអា G Skill ឈ្មោះវាអីបញ្ញគេទេយើងខ្ញុំចាំដូចជា G Skill Royal Neo មិនទេដូចតែ RAM ហ្នឹងរបស់ G Skill ប៉ុន្តែមួយដើមយើងប្រើ 610G ទេមួយដើម 610G ហ្នឹងវា 32G ប៉ុន្តែវាលោតទាំងថាចេះភ្លើងវាដូចត្បូងយ៉ាងងស្រួលមើលចិត្តខ្ញុំមកឃើញ RAM ហ្នឹងវាមើលមកចេះតែកន្លែងកដាហ្នឹងធម្មតា RAM យើងប្រើអារបៀបដូច acrylic ធម្មតាឃើញភ្លើងតែនេះវាដាក់អារបៀបដូច diamond ណាវាមើលមកឈ្មោះវាស៊ីមួយឈ្មោះវាសិន Royal គេ Neo G Skill អានេះ 32G មកពីដើមហ្នឹងហើយយើងនៅសល់2 slot ទៀតសម្រាប់ថែ cooler យ៉ាងណាយើងប្រើជាមួយ cooler Thermalright អានេះ Frozen Vision 360អានេះពណ៌សហើយសម្រាប់អាការដូររូបដូរអីគឺវាបងមកដូរទាំងអស់យើងមានដាក់រូបភាព GIF អីវីដេអូអីយើងដាក់បានទាំងអស់ហើយសម្រាប់ software ទៅការដូររូបដូរអីហ្នឹងវាស្រួលប្រើទេវាអត់ពិបាកប្រើទេវាថាវា user friendly ហ្មងធូរហ្នឹងយើងប្រើ Samsung 990 Pro 2T នៅក្នុង heatsink ហ្នឹងហ្មងតែដើមបានគាត់ចាក់បានចាយអត់ផងម៉ាស៊ីននេះគាត់លេងគាត់ថាយកទៅលេងតែ game អីតិចតួចទេហើយមិនសូវធ្វើអីច្រើនណាស់យ៉ាងណាមើលពីច្រើនណាភ្ញៀវដែលវាមិនសិនល្អយកទៅអត់ដឹងធ្វើអីទេគាត់យកទៅទុកមើលអីតែពេលចឹងឆ្ងល់ដែរពេលចឹងហើយចង់ក្រោយគេហ្នឹងគឺ power យើងក៏ខសៀម850នៅខ្មែរចឹងខ្ញុំឃើញគ្នាយើងច្រឡំហៅតែ cross hair ពាក្យគេខសែទេសម្រាប់បងប្អូនដែលចង់បានរបៀបថា PC ចង់បាន component ដែលមាន brand មានធានាអីតាមត្រូវបងមក PC Pad Extreme មកពួកយើងប្រើរបស់ដែលមានយីហោមានស្លាកអីតាមត្រូវវាធានាលើគុណភាពហើយយើងមាន warranty មានអីវាស្រួលថាពេលខូចពីអីទៅយើងយកមកគេដូរថ្មីឲ្យមកហើយសម្រាប់វីដេអូនេះមានតែប៉ុណ្្នឹងទេបងសម្រាប់ការតេស្ត performance អីដូចសារ OTI ខ្ញុំតេស្តដូចជាច្រើនដងហើយបងអាចទៅមើលវីដេអូមុនបានខ្ញុំមានការប្រើទៅលើសារ OTI ច្រើនដែរខ្ញុំមានម៉ាស៊ីនទៀតចាំឲ្យមើលតែចាំវីដេអូក្រោយបាយ